ចាសូមគោរពនឹងជំរាបសួរបងប្អូនដែលតែងតែនិយមតាមដានស្ដាប់ Channel ខ្មែរ To News របស់នាងឃីមទាំងអស់គ្នាថ្ងៃនេះនាងឃីមមានព័ត៌មានថ្មីមួយទៀតហើយដែលចង់លើកយកមកបង្ហាញដល់បងប្អូនទាំងអស់គ្នាចឹងកុំឲ្យខាត់ពេលយូរសូមបងប្អូនតាមដានស្ដាប់ដូចតទៅទីហ៊ានថៃចោតប្រកាន់កម្ពុជាដាក់បង្រាយបុគ្គលិកក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT คล้ายៗនឹងការដុតផាវដើម្បីបន្លំថាទីហ៊ានថៃបានគប់គ្រឿងផ្ទុះឆ្លងកាត់ព្រំដែនទីហ៊ានជើងទឹកត្រាតរបស់ថៃបាននិយាយលៀងខ្លួននៅរសៀលថ្ងៃទី19ខែវិច្ឆិកាបានចោទប្រកាន់កម្ពុជាថាបានរៀបចំឧបទ្ទហេតុคล้ายៗមួយដើម្បីបង្ខូចកិត្តិយសប្រទេសថៃរួមទាំងការដាក់ពង្រាយបុគ្គលិកក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT คล้ายៗនិងការដុតផាវដើម្បីបន្លំថាទីហ៊ានថៃបានគប់គ្រឿងផ្ទុះឆ្លងកាត់ព្រំដែននេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុកថៃការចេញមកឆ្លើយតបរបស់ភាគីថៃនេះបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិកម្ពុជានៅម៉ោងជាង11ព្រឹកថ្ងៃទី9ខែវិច្ឆិកាបានបញ្ជាក់ថាមានករណីផ្ទុះអាវុធនៅខាងភាគីថៃអំឡុងពេលដែលក្រុមអ្នកសង្កេតការណ៍អាស៊ានចូលត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទជបាញ់នៅទីតាំងច្រកច11ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ក្រោយហេតុការណ៍ដើម្បីសុវត្ថិភាពក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការជួបផ្ទៀងផ្ទាត់នៅតំបន់នោះនិងដកថយត្រឡប់វិញហើយសភាពការគិតមកទល់ល្ងាចថ្ងៃទី19ខែវិច្ឆិកានេះសភាពការហាក់ស្ងប់ស្ងាត់មិនមានអ្វីប្រែប្រួលថ្មីនៅឡើយទេ